ព្រះសិវលីជាសាវកមួយក្នុងចំណោមសាវកទាំង80ព្រះអង្គដែលអាចហៅថាព្រះសិវលីជាព្រះអរហន្តមួយអង្គផងដែរខាងក្រោមនេះបង្ហាញពីប្រវត្តិខ្លះៗនៃដើមហេតុដែលព្រះសិវលីសម្បូរលាភកាលពី91កបមុនផែនដីឆេះកាល91ដងក្នុងពុទ្ធកាលព្រះសម្មាសម្ពុទ្ធវិបក្សីត្រាស់ដឹងក្នុងកាលមុននៃកបៈនោះព្រះរាជាបានកេណ្ឌប្រជាជនឲ្យធ្វើទានហើយប្រជាជនឃើញដូចនេះក៏នាំគ្នាធ្វើទានឲ្យខ្លាំងក្លាជាងព្រះរាជាទៅទៀតពេលព្រះរាជាមកមើលឃើញដូចនេះក៏ធ្វើទានខ្លាំងជាងប្រជាជនទៅទៀតការធ្វើទានទៅវិញទៅមកអស់កាល6ដងក្នុងវគ្គទី6នោះដែរប្រជាជនថានឹងធ្វើកុំឲ្យព្រះរាជាឈ្នះឲ្យសោះនឹងនិមន្តព្រះសម្មាសម្ពុទ្ធនិងព្រះសង្ឃទាំងអស់ដែលមានចំនួន6,60,000អង្គប្រជាជនស្ទើរតែមួយប្រទេសធ្វើទាននេះរាល់អាហារនិងសម្ភារៈដែលត្រូវធ្វើទានមានទាំងអស់លើកលែងតែទឹកឃ្មុំស្រស់ដែលត្រូវយកមកលាយជាមួយទឹកដោះប្រជាជនឯកភាពគ្នាឲ្យបរិះម្នាក់យកប្រាក់4,000កហបណៈដើរទិញរោគទឹកឃ្មុំស្រស់ដែលទើបតែច្របាច់ពីបង្គងថ្មីស្រស់កាលវេលានោះព្រះសិវលីនៅភេទជាគហសៈនៅឡើយរស់នៅតាមទីជនបទបានយកទឹកឃ្មុំស្រស់យ៉ាងធំទៅជូនលោកមេស្រុកដើម្បីធ្វើជាចំនួននៅតាមផ្លូវក៏បានជួបនឹងបរិះដែលតាមរកទិញទឹកឃ្មុំស្រស់នឹងបរិះនោះអរណាស់ព្រោះគិតក្នុងចិត្តថានឹងអាចទិញបានពីមេនុបសិវលីបរិះនោះសុំទិញទឹកឃ្មុំពីមេនុបសិវលីក្នុងតម្លៃ1កហបណៈមេនុបសិវលីគិតក្នុងចិត្តថាហេតុអ្វីបានជាឲ្យតម្លៃ1កហបណៈអញ្ចឹងដែលឃ្មុំនេះមិនបាន1បាតផងក៏និយាយមិនលក់នោះទេអ្នករកទិញនោះតម្លើងថ្លៃរហូតដល់40កហបណៈហើយបន្តតម្លើងរហូតដល់200កហបណៈទៀតពេលនោះមេនុបសិវលីព្រមលក់ក្នុងតម្លៃនេះហើយក៏បានសួរទៅអ្នកទិញថាអ្នកឯងឈួតឬមិនចេះទុកលុយបានជាមកទិញទឹកឃ្មុំរបស់ខ្ញុំដែលមានតម្លៃមិនបាន1បាតផងឬអ្នកឯងមានហេតុផលអ្វីអ្នកលក់ក៏ប្រាប់តាមដំណើររឿងនៃដើមហេតុនេះមេនុបសិវលីប្រាប់ថាខ្ញុំមិនលក់ទឹកឃ្មុំនេះនោះទេតែអ្នកឯងយកទឹកឃ្មុំរបស់ខ្ញុំនេះទៅធ្វើជាចង្ហាន់ចុកតែខ្ញុំសូមចំណែកបុណ្យផងចូលអ្នកប្រាប់ប្រជាជនទាំងអស់ថាខ្ញុំសូមចំណែកបុណ្យនៃទាននេះផងតាមគម្ពីរបង្ហាញថាទឹកឃ្មុំនេះយកទៅលាយនឹងទឹកដោះជាមួយភាជន៍ប៉ុន្តែព្រះសម្មាសម្ពុទ្ធនិងព្រះសង្ឃ6,60,000អង្គមិនឆាន់អស់នោះទេនៅពេលនោះប្រជាជនឆ្ងល់ថាទឹកឃ្មុំតិចណាស់ហេតុអ្វីព្រះសង្ឃឆាន់មិនអស់ក្នុងនេះជាអំណាចនៃព្រះសម្មាសម្ពុទ្ធទ្រង់លើកដំកើងឲ្យអ្នកធ្វើទានមេនុបសិវលីក្រៃលែងឡើងក្រោយមកមេនុបសិវលីក៏បានយកបុណ្យកុសលទៅកើតនៅឋានទេវលោកហើយក៏ធ្លាប់មានកំណើតជាស្ដេចចក្រទៀតចំណេះក្រោយមកព្រះសិវលីបានមកចាប់កំណើតក្នុងនគរពារាណសីក្នុងវិចិត្រកូលដែលមានសម្បត្តិស្ដុកស្ដម្ភដោយមិនត្អែកត្អន់នឹងអំណាចក៏ទៅច្បាំងជាមួយប្រទេសជិតខាងដែលនៅជាប់របងគ្នានឹងការចម្បាំងនោះក៏ទទួលបាននៅជ័យជំនះប៉ុន្តែទៅដល់ទ្វារក្រុងនគរនោះគេបិទទ្វារក្រុងធំដែលជាហេតុមិនអាចចូលទៅលុកលុយបានក៏នាំទ័ពព័ទ្ធជំវិញនគរនោះបានផ្ញើរាជសារទៅថាអ្នកទាំងឡាយថាទៅធ្វើសង្គ្រាមឬឲ្យរាជប្រជានុរាស្ត្រក្នុងនគរនោះឯងឯកភាពគ្នាថាមិនឲ្យរាជនោះទេបិទទ្វារនគរក៏បិទទៅចុះប្រជាជនក្នុងនគរនោះអស់7ឆ្នាំ7ខែនិង7ថ្ងៃមេដាបានសួរថាកូនវាឈ្នះនគរនោះហើយឬនៅហើយមេដានោះបានណែនាំថាបិទទាំងច្រកតូចទៀតទៅនឹងឈ្នះជាមិនខានឡើយក៏បិទតាមមេដានោះប្រជាជនបានសម្លាប់ស្ដេចខ្លួនឯងលើករាជឲ្យតែម្ដងទៅដល់តែបាបកម្មនេះបានជំរុញឲ្យព្រះសិវលីទៅកើតក្នុងនរកជិតចំនួន50កັບផែនដីហើយមកកើតជាមនុស្សក្នុងពោះម្ដាយរយៈពេល7ឆ្នាំ7ខែទៀតពេលដែលឈឺពោះសម្រាប់កូននោះប្រើពេល7ថ្ងៃទៀតក្នុងការនោះព្រះសម្មាសម្ពុទ្ធព្រះសមណកោដ្ឋនៃកັບយើងនេះបានត្រាស់ដឹងហើយតែព្រះអង្គមិនបាននិមន្តទៅជួយប្រោះនោះទេដោយហេតុមិនទាន់អស់កម្មនៅថ្ងៃដែលប្រសូតនោះទើបព្រះសម្មាសម្ពុទ្ធបាននិមន្តទៅដល់រួចមានពុទ្ធដីកាថាសូមឲ្យនាងសបវត្តមកោទយធីតាប្រសូតបុត្រមកប្រកបដោយសេរីតម្រាលគ្នាដែលថានឹងព្រះសិវលីក៏ប្រសូតមកព្រះសិវលីកើតមកដោយចេះទាំងនិយាយនិងស្ដាប់បានទៀតព្រោះនៅក្នុងផ្ទៃ7ឆ្នាំ7ខែនិង7ថ្ងៃមកហើយព្រះសម្មាសម្ពុទ្ធទូលទៅនាងសុបវត្តមថានាងចង់បានកូនរបៀបនេះប៉ុន្មានអ្នកទៀតនាងចង់បានកូនរបៀបនេះ10អ្នកទៀតព្រោះតែទឹកចិត្តម្ដាយសរុបត្រឹមនេះព្រះសិវលីបានបួសក្នុងព្រះពុទ្ធសាសនាហើយសម្រេចជាព្រះអរហន្តមួយព្រះអង្គផងដែរដោយអំណាចបុណ្យនៃទានទឹកឃ្មុំដោយអំណាចនៃការអស់កម្មពៀរនិងពរពីព្រះសម្មាសម្ពុទ្ធទើបព្រះសិវលីសម្បូរដោយលាភជាអនេកច្រើនអស់លើស
ព្រះអរហន្តទាំងពួងខ្ញុំបានម្ចាស់ពេកអាណាចក្រអជ្ជបញ្ញើក្អែក2ដែលពេទ្យគេថាសង្ឃឹម5%មានសតិដូចដើមដូចនេះខ្ញុំដឹងខ្លួនវិញដោយសារតែបុណ្យរៀនធរអាសិក្សាធរតាមអវាទព្រះពុទ្ធក្រតែទ្រពតែមិនក្រសទ្ធាសូមបងប្អូនខ្មែរជនរួមជាតិដែលនៅប្រទេសគេកុំភ្លេចកំណើតដើមជាខ្មែរជួយចូលរួមតាមរយៈខ្ញុំបាទបើកផ្ទះមនុស្សធម៌ជួយជនក្រីក្រទូរគតផង